ពិតជាដូចអ្វីដែលដួងច័ន្ទនិងធីតាហង្សស្មានមិនខុសបីសាច់ដង្កូវក្រោយពីបានរួចខ្លួនពីការឃុំឃាំងព្រោះតែយុទ្ធសិលរបស់ធីតាហង្សបានចាប់ផ្ដើមមកអុកលុកអ្នកស្រុកអ្នកភូមិសាជាថ្មីម្ដងទៀតដោយនៅសុកស្រាប់តែមានមនុស្សស្រែកថាឈឺក្នុងត្រចៀកឈឺខ្លាំងទៅមិនបាត់សោះរហូតដល់ស្លាប់អូយឈឺណាស់ជួយខ្ញុំផងអេអ្នកកាត់អីហ្នឹងអ្នកអើយជួយខ្ញុំផងខ្ញុំឈឺខ្លាំងណាស់អូយឈឺកន្លែងណាអ្នកនិយាយមួយមកអ្នកគឺខ្ញុំឈឺក្នុងត្រចៀកខ្លាំងណាស់អ្នកអើយឈឺខ្លាំងណាស់ហាមិនក៏អញ្ចឹងបើគ្រាន់តែសម្ោចចូលត្រចៀកនោះវាប្រហែលជាមិនឈឺដល់ថ្នាក់នេះទេម៉ែមីងគាត់មានរឿងអីនឹងម៉ែគាត់និយាយថាគាត់ឈឺក្នុងត្រចៀកម៉ែមិនដឹងថាជួយយ៉ាងម៉េចទេកូនឯណាឲ្យខ្ញុំសុំមើលបន្តិចមើលពេលដួងមើលក្នុងត្រចៀករបស់មីងសានស្រាប់តែឃើញមានដង្កូវនៅក្នុងត្រចៀកយ៉ាងច្រើនដួងក៏លន់មាត់ព្រះហើយម៉ែមិនក៏ក្នុងត្រចៀកមីងសានមានសុទ្ធតែដង្កូវច្រើនយ៉ាងនេះហាថាម៉េចពិតមែនទេកូនពិតមែនណាម៉ែអូយឈឺណាស់ក្មួយជួយមីងផងពេលនេះមីងស្ដាប់លែងឮហើយមីងមានអារម្មណ៍ថាដូចជាមានស្អីមករត់ដល់ក្បាលមីងណាក្មួយជួយផងឈឺណាស់វារុកខ្លាំងណាស់វារុកដល់ក្បាលឈឺណាស់ក្មួយអូយមីងសានស្រែកឈឺខ្លាំងឡើងរហូតទ្រាំលែងបានក៏ស្លាប់នៅគ្រានោះទៅអូយហាមីងកូនពេលនេះអ្នកសានយ៉ាងម៉េចហើយហាម៉ែមីងសានស្លាប់ហើយម៉ែស្លាប់ហើយមិនក៏ទៅជាបែបនេះក្រោយពេលមីងសានស្លាប់ស្រាប់តែមានដង្កូវរាប់ពាន់ក្បាលវាចេញពីខ្លួនមីងសានធ្វើឲ្យដួងនិងមីងពៅភ័យខ្លាំងណាស់ព្រោះតែមិនដែលជួបរឿងចម្លែកបែបនេះរឿងនេះក៏បានផ្អើលដល់អ្នកស្រុកភូមិនាំគ្នាមកចោមរោមមើលគ្រប់គ្នាព្រោះតែភាពចម្លែកមួយនេះតាំងពីកើតមកយើងមិនដែលឃើញរឿងចម្លែកបែបនេះទេហេតុអីក៏មានរឿងបែបនេះកើតឡើងពិតជាគួរអាណិតនាងសានណាស់គិតធ្វើយ៉ាងម៉េចទៅយាយមានតែបូជានាងសាននៅទីនេះហើយព្រោះខ្លួននាងមានសុទ្ធតែដង្កូវបែបនេះពិបាកនឹងយកទៅវត្តណាស់ចាសម្រាប់បែបនេះចុះយាយអ្នកស្រុកអ្នកភូមិក៏សម្រេចថាបូជាសពមីងសាននៅកន្លែងដែលគាត់បានស្លាប់នោះទៅចាប់តាំងពីថ្ងៃដែលមីងសានស្លាប់ព្រោះតែសត្វដង្កូវនោះមកមានអ្នកស្រុកអ្នកភូមិជាច្រើនក៏បានស្លាប់ជាបន្តបន្ទាប់ក្នុងសភាពដូចគ្នា